ខ្ញុំអត់បុកទេគឺហាន់គល់ប្រេងដេងល្មេតនេះហ្នឹងដោមវាបែកមកហើយក៏យើងយកទៅកូរគ្រឿងវាឲ្យឈ្ងុយតាមយើងដាក់សាច់ចូលកូរវាចុះឡើងធ្វើម៉េចឲ្យវាឡើងជាតិឈ្ងុយមកពុកមកយើងដាក់គ្រឿងវាអំបិលបន្តិចទីជែងបន្តិចស្ករបន្តិចហើយយើងបន្ថែមស្ករពីងបន្តិចទៅដើម្បីឲ្យវាឈ្ងុយខ្លាំងស្ករនេះដែរគឺខ្ញុំបានទិញពីស្រុកមកគឺធម្មជាតិពិតតែម្ដងក៏ពីយើងដាក់គ្រឿងដាក់អីឲ្យឈ្ងុយហើយក៏យើងត្រួយអំពិលដែលយើងបុកវិញហ្នឹងគឺយើងដាក់វាចូលវល់វាឲ្យសព្វគ្រឿងវាចូលជាតិឲ្យឈ្ងុយ